អ្វីដែលអ្នកគួរតែដឹងតាក់ទងទៅជាមួយនឹងការ verify document អញ្ចឹងសម្រាប់បងជាច្រើនដែលទទួលបានឱកាស invite ឲ្យលុយហើយ set up ដាក់កងធនាគារឲ្យបានត្រឹមត្រូវហើយបងប្អូនមុនហើយនឹងក្រោយឲ្យតែយើងមាន pay out មិនថាយើង set up star set up subscribe ឬក៏ set up tool លុយ CM ឬក៏ tool មួយណាទេឲ្យតែយើងមាន pay out គឺវាតាមទាឲ្យយើង verify document ឧទាហរណ៍ថាយើង set up ខែនេះអាចនឹងខែក្រោយអាចនឹងទាមទារឲ្យយើង verify document ឬក៏មួយខែពីរខែទៀតបើកលុយបានម្ដងពីរដងហើយវានឹងទាមទារឲ្យយើង verify document ដូចតម្រងនេះអញ្ចឹងអ្វីដែលអ្នកត្រូវដឹងតាក់ទងទៅជាមួយនឹងការ verify document ហ្នឹងបងប្អូនទី1 admin ដែល set up ហ្នឹង admin pay out ហ្នឹងត្រូវតែដូចជាមួយនឹងកងធនាគារនិងព័ត៌មានលម្អិតហ្នឹងទើបយើង verify document ទៅបានជោគជ័យទី2បើសិនជាគេតម្លាក់ឲ្យយើង verify document នៅថ្ងៃហ្នឹងកុំតន់ verify ទៀងទាត់ឯកសារភ្លាមទុកឲ្យបាន3ទៅ5ថ្ងៃចាំយើង verify document ព្រោះកំឡុងពេលនេះ Facebook ពង update តម្លាក់អាហ្នឹងមកវាប្រើ robot system វាតម្លាក់ verify document ហ្នឹងមកហើយបើសិនជាយើងទៀងទាត់ឯកសារទៅភ្លាមវាអត់ទាន់បាន review ទេព្រោះអីវាប្រើ system គឺប្រើ AI វាប្រើ robot ក្នុងការធ្វើការទេក្រុមហ៊ុន Facebook អញ្ចឹងមិនមែនជាប្រើមនុស្សដើម្បីមើលឯកសាររបស់លោកអ្នកទេអញ្ចឹងពេលដែលវាកំពុងតែ update អញ្ចឹងកុំតន់ទៀងទាត់ឯកសារទុកឲ្យបាន3ទៅ5ថ្ងៃបើសិនជាលុយនឹងតិចចាំខែក្រោយចាំ verify ក៏បានតែបើលុយនឹងត្រូវគ្រប់ដកបងប្អូនត្រូវតែ verify 3ទៅ5ថ្ងៃក្រោយបើមិនអញ្ចឹងដកលុយអត់បានទេទី3បងប្អូនត្រូវតែដឹងណាក្នុងចន្លោះពីថ្ងៃ1ដល់ថ្ងៃ10បើសិនជាវាឲ្យ verify document ឲ្យលុយលើសពី$100អ្នកត្រូវតែ verify document មុនថ្ងៃ10បើមិនអញ្ចឹងទេក្នុងចន្លោះថ្ងៃ10ដល់ថ្ងៃ19វានឹងផេតបើសិនជាវាផេតលុយនឹងយើងដកអត់បានទេតតែខែក្រោយបើយើងដកបានណាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែដឹងនៅចំណុចនេះអញ្ចឹងខ្ញុំបញ្ជាក់រាល់ page រាល់ account ទាំងអស់ទោះបីជាអ្នកដាក់កងធនាគារនឹងតែមួយកាន់តាម20ក៏ដោយធនាគារពិតប្រាកដក៏ដោយអីក៏ដោយគឺទាមទារ verify document ទាំងអស់អញ្ចឹងហើយបាទខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាថាពេលដែល set up ហ្នឹងគួរតែមានកងធនាគារណាមួយឲ្យច្បាស់លាស់មិនមែន PayPal ឬ Bank Wise ព្រោះបើសិនជា PayPal និង Bank Wise វាក៏ទាមទារ verify document ដែរហើយបើសិនជាអ្នកអត់មានbank statement របស់ PayPal អីទេគឺពិបាក verify document ណាអញ្ចឹងគួរតែមាន bank ល្អជាងមានកងធនាគារច្បាស់លាស់បើសិនជាអ្នកមានឯកសារពិតប្រាកដយ៉ាងយូរ48ម៉ោងពេលដែលអ្នក review ហើយវានឹងឆ្លើយតបជាមួយអ្នកឯងតែបើសិនជាយូរជាងហ្នឹងមានន័យថាយើង review អត់បានសម្រាប់ទេអាចនឹងខ្វះខាតឯកសារហើយឯកសាររបស់យើងអាចនឹងថតមិនច្បាស់ល្អហើយវានឹងទាមទារឲ្យយើង verify ម្ដងទៀតក្នុងករណីវាទាមទារឲ្យយើង verify ម្ដងទៀតល្អហើយណាយើងនៅមានឱកាសហើយមានសង្ឃឹមតែបើសិនជាវាអត់ទាមទារឲ្យយើង verify ម្ដងទៀតវា load ពាក្យថា learn more rejected ក្រោយចឹងបងប្អូនត្រូវតែដឹងអញ្ចឹងជួយ share វីដេអូនេះឲ្យបងប្អូនដទៃទៀតដឹងផងថាការ verify document មិនចេះតែ verify ទេទី1បើសិនជាថ្ងៃហ្នឹងវាតម្លាក់ឲ្យយើង verify document ខ្ញុំបញ្ជាក់មុនហើយនឹងក្រោយទេមិនអត់មាន page ណាសុវត្ថិភាពហើយអត់ verify document ទេណាគឺសិតតែ verify ទាំងអស់គ្រាន់តែថាមុនហើយនឹងក្រោយអ្នកខ្លះបើកលុយបាន3 4ដងអញ្ចឹងទៅបាន verify ក៏មានដែរណាគឺ Facebook វា run system អញ្ចឹងហ្មងទី1បើសិនជាវាឲ្យ verify កុំតន់ verify ភ្លាមទុក3ថ្ងៃទៅ5ថ្ងៃក្នុងករណីលុយនឹងគ្រប់បើក3ថ្ងៃទៅ5ថ្ងៃចាំ verify ហើយត្រូវ verify មុនថ្ងៃ10បើមិនអញ្ចឹងទេអត់បាន pay ទេទី2បើសិនជាលុយតិចចាំខែក្រោយចាំ verify ទៅណាកុំ verify ពេលដែលវាកំពុង update បែបនេះទី3ការ verify document គួរតែឯកសារអីហ្នឹងឲ្យច្បាស់ល្អណាថតឲ្យច្បាស់ល្អមុខយើងត្រូវមានពលឺ scan មុខ scan ឲ្យច្បាស់ល្អ bank statement ក៏ថតត្រូវតែច្បាស់ល្អណោះ convert វាឲ្យច្បាស់ល្អណោះត្រូវតែមានឯកសារគ្រប់គ្រាន់ទៅណាស្នប់ចិត្តទាំងអស់គ្នាត្រូវតែដឹងនៅចំណុចហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់បំផុតគឺ admin pay out ហើយនឹង bank ហើយនឹងព័ត៌មានលម្អិតត្រូវតែដូចគ្នាទើប verify ទៅបានជោគជ័យជួយ share វីដេអូនេះឲ្យបងប្អូនដទៃទៀតគាត់បានដឹងផងព្រោះថ្ងៃហ្នឹងតម្លាក់មកទៀតហើយចាប់ពីថ្ងៃ1ដល់ថ្ងៃ10គឺ verify ដាក់ comment ប្រងព្រាត page ណាឬក៏ pay out ណាដែលអត់ទាន់ verify វានឹងទាមទារឲ្យយើង verify ហើយធៀមចិត្តធៀមកាយទៅទាំងគេទាំងយើងគឺដូចគ្នាណាអញ្ចឹងជួយ share វីដេអូនេះឲ្យបងប្អូនដទៃទៀតគាត់បានដឹងនិងត្រៀមទុកជាមុនផងសម្រាប់ការ verify document បើអ្នកអត់ដឹងគឺមានហានិភ័យអញ្ចឹងត្រូវតែប្រយ័ត្នទាំងអស់គ្នា